ប្រទេសរុស្ស៊ីនិងកូរ៉េខាងជើងបានពិភាក្សាអំពីលទ្ធភាពដាក់ពង្រាយទាហានកូរ៉េខាងជើងថ្មីបន្ថែមទៀតរហូតដល់20,000 នាក់នៅក្នុងសង្គ្រាមជាមួយអ៊ុយក្រែននេះបើតាមប្រភពការទូតរុស្ស៊ីបង្ហើបប្រាប់ទូរទស្សន៍ជាតិជប៉ុន NHK កាលពីថ្ងៃច័ន្ទប្រភពដដែលបញ្ជាក់ថាទាហានកូរ៉េខាងជើងទាំងនោះក្រុងនឹងបញ្ជូនទៅកាន់តំបន់ដុនបាសស្ថិតនៅភាគខាងកើតអ៊ុយក្រែនបើតាម South China Morning Post មុនបញ្ជូនទ័ពថ្មី 20,000 នាក់នេះកូរ៉េខាងជើងក៏បានបញ្ជូនទ័ពច្រើនជាង 10,000 នាក់រួចហើយផងដែរទៅកាន់តំបន់ Kursk ស្ថិតនៅភាគខាងលិចប្រទេសរុស្ស៊ីលោក អូ យុន សុបអ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយដែលផ្ដោតទៅលើកូរ៉េខាងជើងនិយាយថាផែនការទទួលយកទាហានកូរ៉េខាងជើងបន្ថែមនេះគឺคล้ายទៅជាកិច្ចប្រឹងប្រែងឈ្នះឈ្នះដែលផ្ដល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរលោកថាទាហានជួរមុខដែលកូរ៉េខាងជើងបញ្ជូនមកជាបន្តបន្ទាប់មកនេះគឺបានជួយប្រទេសរុស្ស៊ីកាត់បន្ថយការចំណាយច្រើនទៅលើការកែទ័ពលោកបន្ថែមថាជាថ្នូរទៅនឹងការបញ្ជូនទ័ពមកជួយរុស្ស៊ីកូរ៉េខាងជើងនឹងទទួលបានទឹកប្រាក់ព្រមទាំងបច្ចេកវិទ្យាយោធាត្រឡប់ទៅវិញផងដែរបើតាមមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រសង្គ្រាមអាមេរិកហៅកាត់ថា CSIS គិតត្រឹមខែមករាឆ្នាំនេះទាហានរុស្ស៊ីប្រហែលជា 32,500 នាក់បានស្លាប់បាត់បង់ជីវិតនិងច្រើនជាង 1,200,000 នាក់ទៀតបានរងរបួសចាប់តាំងពីទីក្រុងមូស្គូបញ្ជូនទ័ពចូលលុកលុយអ៊ុយក្រែននៅក្នុងខែកុម្ភៈឆ្នាំ 2022 យ៉ាងណារុស្ស៊ីបានចេញមុខបដិសេធចំពោះតួលេខដែលកត់ត្រាដោយមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រសង្គ្រាមអាមេរិកមួយនេះ